ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះមកធ្វើថៃខសាឡាត់ហើយរបៀបខ្ញុំធ្វើងាយបងប្អូនលីងខ្ទឹមសយើងឲ្យយើងក្រហមបន្តិចទៅបន្ទាប់មកយើងដាក់ខ្ទឹមប្រាំងយើងបន្ទាប់មកទៀតខ្ទឹមប្រាំងបងប្អូនចង់ដាក់ក្រួយថៃខក៏បានប៉ុន្តែខ្ញុំដាក់មុនអញ្ចឹងណាដើម្បីលីងវាឆាជាមួយទៅដើម្បីឲ្យវាឆ្អិនហើយឲ្យវារៀងទុនតិចឲ្យវាលួយព្រោះខ្ញុំចូលចិត្តញ៉ាំអញ្ចឹងតមកបានខ្ញុំដាក់ថៃខយើងឈុំវាបន្តិចណាដើម្បីឲ្យវាចូលជាតិជាមួយនឹងខ្ទឹមប្រាំងយើងបន្ទាប់មកទៀតយើងលីងវាមើលតែល្មមហើយយើងដាក់គ្រឿងខៅដាក់អីចូលហើយទុកវាមកសធុះដើម្បីឲ្យវាចូលជាតិគ្នាបន្ទាប់ពីយើងមើលទៅវាចូលជាតិគ្នាហើយលើកវាចុះដាក់ជាមួយសាឡាត់នេះគឺនៅក្នុងសួនច្បារខ្ញុំនិយាយទៅបន្លែមានថៃខមានខ្ទឹមប្រាំងហើយនឹងសាឡាត់វិធីងាយហើយញ៉ាំទៅឆ្ងាញ់ហើយចំណាយតិចទៀតហើយបើសិនជាបងប្អូនណាដែលគាត់មិនចង់ថតចង់អីអាចញ៉ាំអានឹងលេងបានហើយយើងរោយខ្ទឹមពណ៌រោយខ្ទឹមយើងបន្តិចទៀតណាខ្ទឹមដើមខ្ទឹមយើងហ្នឹងមើលទៅមានឈ្ងុយឲ្យមានក្លិនឈ្ងុយតិចទៅរួចបាត់ហើយបងប្អូន